ដំណឹងល្អនៅទីបំផុតខាងស្ថាប័ន WKN បានធ្វើការដែលតាក់ទងដល់រិទ្ធផ្ទាល់ទៅកាន់អាដាមខៅឆាយហើយបន្ទាប់ពីអាដាមបានធ្វើការដែលបញ្ជាក់យ៉ាងដូចនេះស្វាគមន៍អស់លោកលោកស្រីអ្នកនាងកញ្ញាវិលមកជួបគ្នាជាថ្មីជាមួយនឹងព័ត៌មានកីឡាជាតិនិងអន្តរជាតិប្រចាំថ្ងៃដូច្នេះសូមចុច Subscribe ហើយដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីនិងមុនគេបង្អស់នៅក្នុងដៃរបស់លោកអ្នកនៅពេលនេះ admin មានជាព័ត៌មាន update ជុំវិញទាក់ទងជាមួយនឹងខាងស្ថាប័ន WKN បន្ទាប់ពីមានការដែលចេញបញ្ជាក់ពីសំណាក់អាដាមខៅឆាយថាអាដាមមិនបានជួបពិភាក្សាពីការដែលសហការជាមួយនឹងស្ថាប័ន WKN នោះឡើយហើយយ៉ាងណាខាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏ពុំទទួលស្គាល់និងអនុញ្ញាតឲ្យមានការដែលប្រកួតដែលដើមខ្សែក្រវ៉ាត់ WKN គុនខ្មែរណាមួយនៅទឹកដីនៃប្រជាណាចក្រកម្ពុជាដោយពុំមានកិច្ចព្រមព្រៀងអីផ្សេងជាដើមអញ្ចឹងទៅយ៉ាងដូច្នោះយើងឃើញថាក៏មិននៅយូរដែរបងប្អូនសម្រាប់អ្នកតំណាងខាងស្ថាប័ន WKN ដែលមានពាក្យពេញថា World Kickboxing Network ក៏បានទំនាក់ទំនងភ្លាមDirector អាដាមខៅឆាយតែម្ដងដែលជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររបស់យើងនឹងនេះបើយោងតាមការដែលបញ្ជាក់ពីសំណាក់អាដាមផ្ទាល់តែម្ដងដោយលោកបានបង្ហោះជាផ្លូវការនៅលើបណ្ដាញគណនី Page ហើយបានសរសេរនៅសំណេរយ៉ាងដូចនេះខ្ញុំសូមអរគុណចំពោះស្ថាប័ន World Kickboxing Network WKN ដែលបានធ្វើការដែលទំនាក់ទំនងភ្លាមដើម្បីពិភាក្សាអំពីការសហការរវាងគុនខ្មែរនិងស្ថាប័ន WKN នាពេលអនាគតក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរខ្ញុំរីករាយនឹងសហការជាមួយនឹងគ្រប់ស្ថាប័នអន្តរជាតិនានាក្នុងគោលបំណងដើម្បីអភិវឌ្ឍនិងផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរឲ្យបានល្បីល្បាញទូទាំងសកលលោកអញ្ចឹងនេះគឺជាសំណេរទាំងស្រុងដែលអាដាមខៅឆាយលោកបានធ្វើការដែលបញ្ជាក់ហើយចឹងណាជំវិញតទៅជាមួយនឹងកិច្ចពិភាក្សាពីការដែលចរចាសហការចំពោះការដែលរៀបចំនៅកម្មវិធីដោយដែលខាងស្ថាប័ន WKN ធ្វើការដែលបង្ហោះអញ្ចឹងនឹងមានការដែលរៀបចំនៅព្រឹត្តិការណ៍ប្រកួតជើងឯកគុនខ្មែរដែលនឹងធ្វើឡើងជាលក្ខណៈគេហៅថា Worldwide Global ហើយជាការដែលចូលរួមចំណែកក្នុងការដែលអភិវឌ្ឍវិស័យក្បាច់គុនខ្មែររបស់យើងពេញមុខពេញមាត់ទៅឆាកអន្តរជាតិផងដែរតាមរយៈស្ថាប័នមួយនេះហើយវាគឺជារឿងមួយល្អបងប្អូនហើយទន្ទឹមនឹងនេះបើយើងក្រឡេកទៅកាន់អាដាមខៅឆាយបេសកកម្មរបស់លោកគឺបាននឹងកំពុងតែដឹកនាំកីឡាករគុនខ្មែររបស់យើង4រូបមានពេជ្រសម្បត្តិក្របីព្រៃមុខដែកមានកីឡាការិនីអេយ៉ានុតរឿងសុភ័ណ្ឌដៃភ្លើងជឿនផ្ទះនិងកីឡាករធនធាអ្នកលេងកណ្ដាប់ដៃបេតុងក្នុងការដែលចូលរួមព្រឹត្តិការណ៍ដ៏ធំមួយហើយសម្រាប់ព្រឹត្តិការណ៍នេះទៀតសោតគឺខាងកម្មវិធីក្រូតគុនខ្មែរដែលគ្រប់គ្រងនិងឧបត្ថម្ភពីខាងភេសជ្ជៈបើកម្លាំងក្រូតបងប្អូនសហការជាមួយស្ថាប័នដ៏ធំមួយនោះគឺ WCK គុនខ្មែរអញ្ចឹងពីមួយជំហានទៅមួយជំហានយើងឃើញថាគុនខ្មែររបស់យើងរឹតតែមានភាពល្បីល្បាញទៅហើយយ៉ាងណាសម្រាប់ស្ថាប័ន WKN ទៀតសោតយើងបានដឹងអំពីប្រវត្តិខ្លះហើយបើតាម admin បានមើលតើតើជាមួយស្ថាប័នមួយនេះគឺមានអាយុកាលជាង30ឆ្នាំហើយបងប្អូនហើយប្រទេសនៅក្រោមសមាជិករបស់គេមានរហូតដល់ទៅ140ប្រទេសជុំវិញពិភពលោកហើយអ្វីដែលជារឿងរ៉ាវដែលយើងត្រូវធ្វើបន្ទាប់គឺកិច្ចសហប្រតិបត្តិការល្អនិងការដែលរៀបចំកម្មវិធីនៃការប្រកួតដូច្នេះសម្រាប់ admin ក៏មានតែប៉ុណ្្នឹងដែរហើយយើងចាំតាមដាននៅព័ត៌មាន update ជាបន្តទៀតបងប្អូនអញ្ចឹងកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹង Channel admin ម្នាក់មួយផងដើម្បីទទួលបាននៅព័ត៌មានកីឡាជារៀងរាល់ថ្ងៃជាចុងក្រោយសូមជម្រាបលា